សួស្តីថ្ងៃនេះខ្ញុំដើរលេងបន្តនៅប្រទេសប៉ូទុយហ្គាល់ទីក្រុង Guimarães និយាយលេងនិយាយសើចឲ្យបងប្អូនខ្ញុំមិនដឹងថាហៅឈ្មោះគេត្រូវអត់ទេគាត់ថាចូល TikTok ទៅមានគេហៅខុសគ្នាច្រើនណា Anyways Guimarães is a small town in Portugal. This is where the country started អញ្ចឹងទីក្រុងដ៏តូចហ្នឹងគឺជាតំបន់ទេសចរណ៍ដែរប៉ុន្តែមិនមែនជាកន្លែងមួយដែលប្រជាប្រិយមានមនុស្សច្រើនល្បីទៅកុះកទេគឺមិនល្មមនៅស្ងាត់ប៉ុន្តែមានភ្ញៀវទេសចរតែងតួអញ្ចឹងហើយនៅខាងក្រៅខ្នងខ្ញុំហ្នឹងគឺជារាជវាំងចាស់របស់គេដែលពួកយើងបានចូលទៅមើលមុនហ្នឹងនៅក្នុងវីដេអូមុននេះមួយឥឡូវយើងធ្វើដំណើរបន្តទៅតំបន់មួយដែលសម្រាប់ភ្ញៀវទេសចរអញ្ចឹងណាគឺមានហាងគេច្រើនមានកន្លែងលក់វត្ថុអនុស្សាវរីយ៍មានរេស្តូរ៉ង់អញ្ចឹងយើងទៅអង្គុយញ៉ាំអីញ៉ាំការ៉េមផឹកកាហ្វេបែបអឺរ៉ុបឃើញទេសភាពផ្លូវគេតំបន់ហ្នឹងអូយស្អាតមែនតើនិយាយទៅសំណង់ស្ថាបត្យកម្មបែបអឺរ៉ុបដែលយើងធ្លាប់ទៅឃើញក្នុងរូបក្នុងទូទួលក្នុង IG ក្នុង TikTok អីអញ្ចឹងណាសម្រាប់គេគឺធម្មតាប៉ុន្តែសម្រាប់យើងគឺវាប្លែកភ្នែកនិយាយទៅដូចជនជាតិគេមកស្រុកយើងអញ្ចឹងផ្លូវនេះគេមានលក់វត្ថុ handmade លក់អាវលក់កាបូបលក់អីអញ្ចឹងណាប៉ុន្តែខ្ញុំអត់ទិញទេពីព្រោះអីវាមិនមែនជារសជាតិរបស់យើងទេប៉ុន្តែពេលដែលដើរមើលទៅអូយសប្បាយភ្នែកហើយមួយទៀតអ្វីដែលគួរឲ្យកត់សម្គាល់គឺនៅ Guimarães ហ្នឹងអ្នកទេសចរភាគច្រើនគឺគ្រួសារហើយអ្នកទេសចរដែលមានវ័យចំណាស់មិនមែនលក្ខណៈដើរលេងបែបមិត្តភ័ក្តិផឹកស៊ីវោកវ៉ាអី still ទេបាទ still មាននៅ photo ហ្មង photo ហ្នឹងមានទាំងអស់មានទាំងក្មេងមានទាំងចាស់មានទាំងគ្រួសារមានទាំងមិត្តភ័ក្តិអាហ្នឹងកន្លែងហ្នឹងក៏ខ្ញុំទៅដែរប៉ុន្តែវីដេអូក្រោយចាំខ្ញុំធ្វើឲ្យមើលនៅនេះយើងដើរលេងបែបសុភាពស្ងាត់មើលទីក្រុងគេមើលពីប្រវត្តិសាស្ត្រស្វែងយល់ពីទិសតំបន់អីអញ្ចឹងណាបែបរបៀបសាបប៉ុន្តែលក្ខណៈថាមានសេចក្តីសុខ relax feel fresh ហ្មងឃើញវីដេអូហ្នឹងហើយដល់ពេលមើលភាសាទៀតទៅចង់ទៅម្ដងទៀតតានៅក្នុងតំបន់នេះគឺជា restaurant square អញ្ចឹងគឺមានហាងតូចច្រើនមែនតើមានតាំងពី restaurant មានតាំងពីកាហ្វេលក់ការ៉េមនិយាយទៅគឺជាកន្លែងសម្រាប់ hang out សម្រាប់ family មកអង្គុយញ៉ាំអីមើលគេមើលឯងអញ្ចឹងហើយវាពិសេសមែនតើពីព្រោះអីតំបន់ហ្នឹងហើយនឹងទីតាំងហ្នឹងមានអាយុកាលរាប់រយឆ្នាំហើយកាលពីមុនគឺជាកន្លែងដែលប្រជាជនគ្រប់ឋានៈហ្មងមកជុំគ្នានៅហ្នឹងដើម្បីប្រកបមុខរបរទិញដូរអីវ៉ាន់និយាយទៅគឺជាទីប្រជុំជនមួយកាលពីជំនាន់មុនដែលគេរក្សាទុកមកដល់ឥឡូវហើយឥឡូវហ្នឹងគឺធ្វើជាកន្លែងមួយដែរសម្រាប់ឲ្យប្រជាជនគេប្រកបមុខរបរដូចគ្នាហើយនឹងអ្នកមកលេងអ្នកមកទេសចរហ្នឹងមកជួបជុំគ្នាហើយញ៉ាំអីនៅហ្នឹងកន្លែងនេះអារម្មណ៍បែបហ្នឹងខ្ញុំចូលចិត្តបើសិនជាទៅប៉ូទុយហ្គាល់ម្ដងទៀតខ្ញុំនឹងឲ្យបងខ្ញុំនាំទៅនឹងម្ដងទៀត because I like the whole city I like the feeling that it provides ហើយលើពីកន្លែងដែលគ្រូសាខ្ញុំទៅនេះគឺនៅ Guimarães មានកន្លែងផ្សេងច្រើនទៀតដែលខ្ញុំចង់ស្គាល់កាលពីមុនខ្ញុំតែងតែចាប់អារម្មណ៍ជាមួយនឹងបរិយាកាសបែបហ្នឹងចង់មានបទពិសោធន៍ទៅអង្គុយញ៉ាំអីនៅអឺរ៉ុបមុខម្ហូបប្រចាំប្រទេសគេនៅតំបន់គេបរិយាកាសដែលគេផ្ដល់ឲ្យផ្សេងពីអ្វីដែលយើងធ្លាប់ស្គាល់នៅស្រុកយើងណាបទពិសោធន៍បែបហ្នឹងពេលដែលយើងឆ្លងកាត់ហើយយើងធ្លាប់ស្គាល់ហើយគឺយើងនឹងចំណាំមកជីវិតមកថា Oh I remember that time when me and my family was in Portugal sitting down having some foodពេលនេះខ្ញុំផឹកប៊ីយ៉ាត្រជាក់នៅមួយកែវអូយឡើងត្រជាក់ស្រេបហ្មងឆ្ងាញ់ប៉ុន្តែពេលទៅដើរលេងហ្នឹងគឺខ្ញុំអត់សូវផឹកអីពីព្រោះអីផឹកទៅមានអារម្មណ៍ថាស្ទើរទៅជាឈឺវិញអត់ស្វឹងអញ្ចឹងទៅអត់ស្រួលខ្លួនវិញអញ្ចឹងខ្ញុំអត់ផឹកតែយើងស្ដាយកុំឲ្យថាទៅដល់កន្លែងហ្នឹងហើយយើងអត់បានសាកយើងអត់បានអីអញ្ចឹងណាចាំពេលខ្លះអារម្មណ៍ល្អយើងមកក្រេបពីរក្រេបទៅឲ្យតែដឹងរសជាតិឲ្យតែបានទទួលអារម្មណ៍ទៅបានហើយពីព្រោះអីតែផឹកភៀងលើសទៅវាទៅជាស្ទើរអីទៅជាឈឺក្បាលវិញអញ្ចឹងណាដល់ពេលអាយុច្រើនទៅរឿងរត់តែច្រើននៅកាលពីក្មេងអត់មានខ្វល់ពីពេលវេលាអត់មានខ្វល់ពីទីកន្លែងសំខាន់អារម្មណ៍ទៅដល់ណាក៏ដាក់បានដែរចាំស្វឹងចាំគិតទៀតគឺទៅកាលពីក្មេងអញ្ចឹងណាតែឥឡូវអត់ទេ we have to be more considerate of our surrounding of the situation read the room ឥឡូវយើងញ៉ាំអីហើយធ្វើដំណើរចេញមកបន្តនៅកន្លែង square ហ្នឹងគឺនៅមាន restaurant នៅមានអីទៀតហើយពួកយើងក៏បានទិញការ៉េមញ៉ាំនិយាយទៅគុំទៅការ៉េមហ្នឹងពីព្រោះអីមេឃក្តៅមែនតែនសម័យមើលទៅបានត្រជាក់ផ្អែមវាអែមហ្មងអូខេឥឡូវការដើរលេងរបស់យើងកន្លះថ្ងៃជិតមួយថ្ងៃនៅទីក្រុង Guimarães ប្រទេសប៉ូទុយហ្គាល់ហ្នឹងគឺចប់ហើយឥឡូវយើងទៅផ្ទះវិញកន្លែងដែលយើងដើរនេះគឺយើងដើរកាត់កំផែងនៅប៉ូទុយហ្គាល់សម្បូរមែនតែនកំផែងបែបហ្នឹងដែលគេធ្វើពីជំនាន់មុនណានៅម្ដុំណាក៏មានដែរគេធ្វើដើម្បីការពារពេលមានសង្គ្រាមពេលអីអូខេអញ្ចឹងចាប់ហើយជួបគ្នាវីដេអូក្រោយបាយ